ថ្ងៃថ្មីប្រវត្តិតងថ្មីដែលថ្ងៃនេះយើងមកនិយាយអំពីតួអង្គ Siegfried នៅក្នុងរឿង Record of Ragnarok Siegfried គឺជាតួអង្គដ៏សំខាន់និងអាថ៌កំបាំងបំផុតម្នាក់ទោះបីជាគាត់មិនទាន់បានចូលរួមប្រកួតនៅលើសង្វៀនក៏ដោយគាត់ត្រូវបានគេចាត់ទុកថាជាតួអង្គផ្លាស់ប្ដូរវាសនានៃសង្គ្រាមរវាងព្រះនិងមនុស្សតើគាត់ជានរណា Siegfried គឺជាវីរបុរសពាក់កណ្ដាលមនុស្សពាក់កណ្ដាលព្រះឬ Demigod ដ៏ល្បីល្បាញមកពីទេវកថា Norse និងអាល្លឺម៉ង់គាត់គឺជាអ្នកសម្លាប់នាគឬ Dragon Slayer ដែលបានសម្លាប់នាគកំណាច Fenrir ហើយបានងូតឈាមនាគនោះដើម្បីធ្វើឲ្យរាងកាយរបស់គាត់រឹងមាំមិនអាចមានអ្វីចាក់ធ្លុះបានលើកលែងតែចំណុចមួយនៅចន្លោះស្មារបស់គាត់ទំនាក់ទំនងជាមួយ Brunhilde នៅក្នុងរឿង Ragnarok Siegfried គឺជាអតីតគូស្នេហ៍របស់ Brunhilde ដែលជាបងស្រីធំនៃពួក Valkyrie ទំនាក់ទំនងរបស់ពួកគេគឺជាកម្លាំងរុញច្រានដ៏ធំមួយដែលធ្វើឲ្យ Brunhilde បង្កើតសង្គ្រាម Ragnarok នេះឡើងមានការសង្ស័យថាមូលហេតុពិតប្រាកដដែល Brunhilde ចង់ជួយសង្គ្រោះមនុស្សជាតិគឺមានរួមចំណែកពាក់ព័ន្ធនឹងការចង់ដោះលែងឬជួយ Siegfried ផងដែរស្ថានភាពបច្ចុប្បន្នអ្នកទោសនៅក្នុងឋាននរក Helheim បច្ចុប្បន្ន Siegfried មិនមែនជាមនុស្សមានសេរីភាពទេគាត់ត្រូវបានជាប់ឃុំឃាំងនៅក្នុង Tartarus ដែលជាគុកសាហាវបំផុតនៅក្នុងឋាននរក Helheim គាត់ត្រូវបានចងភ្ជាប់ដោយចង្វាក់មន្តអាគមយ៉ាងតឹងរ៉ឹងបំផុតដែលសូម្បីតែព្រះកម្រិតខ្ពស់ក៏ពិបាកនឹងចូលក្បែរបានដែរនៅពេលដែលត្រូវបានសួរអំពី Ragnarok គាត់ហាក់ដូចជាដឹងមុនថាវានឹងកើតឡើងហើយគាត់ថែមទាំងបានទាយថា Brunhilde គឺជាអ្នកនៅពីក្រោយរឿងនេះតួនាទីក្នុងពេលអនាគតអ្នកគាំទ្រជាច្រើនបានបង្កើតទិសដៅផ្សេងៗគ្នាអំពីគាត់ជាអ្នកប្រយុទ្ធចុងក្រោយគាត់អាចក្លាយជាអ្នកប្រយុទ្ធទី14សម្រាប់ភាគីមនុស្សជាតិជាមេខ្លោងខ្លះទៀតគិតថាគាត់អាចនឹងមានតួនាទីជាអ្នកសម្រេចលទ្ធផលចុងក្រោយនៃ Ragnarok ភាពលំអៀងដោយសារតែគាត់ពាក់កណ្ដាលព្រះពាក់កណ្ដាលមនុស្សគេមិនច្បាស់ទេថាតើគាត់នឹងឈរខាងណាឲ្យប្រកបប្រសិនបើគាត់ត្រូវបានដោះលែងបើសង្ខេបលក្ខណៈសម្បត្តិរបស់គាត់មានឈ្មោះថា Siegfried ងាររបស់គាត់ជាអ្នកសម្លាប់នាគឬ Dragon Slayer អាវុធរំពឹងទុករបស់គាត់គឺដាវមន្តអាគម Gram ដែលគាត់ប្រើសម្លាប់នាគហើយស្ថានភាពគាត់បច្ចុប្បន្នហ្នឹងគឺកំពុងជាប់ឃុំនៅក្នុង Tartarus ដោយសារតែ Siegfried គឺជាមនុស្សអាថ៌កំបាំងបំផុតនៅក្នុងរឿង Record of Ragnarok នាពេលបច្ចុប្បន្នយើងមកពិនិត្យឲ្យកាន់តែស៊ីជម្រៅថាហេតុអ្វីបានគាត់ត្រូវបានគេចាត់ទុកថាគឺជាមនុស្សគ្រោះថ្នាក់ខ្លាំងនិងរបៀបដែលទេវកថាពិតរបស់គាត់បានជះឥទ្ធិពលដល់សាច់រឿងនាពេលអនាគតហេតុអ្វីបានជាគាត់ជាប់គុកនៅក្នុងភាគទី77យើងបានឃើញ Siegfried នៅក្នុងគុក Tartarus រណ្ដៅជ្រៅបំផុតនៃឋាននរក Helheim អ្វីដែលចម្លែកនោះគឺទោះបីជាគាត់ជាវីរបុរសក៏ដោយក៏ពួកអន្តិទេពយាមកាមគាត់យ៉ាងតឹងរ៉ឹងបំផុតដូចជាអ ுக ្រិតជនកម្រិតខ្ពស់ត្រា Solomon ឬ Solomon Seal គាត់ត្រូវបានចងភ្ជាប់ដោយចង្វាក់ធំៗនិងត្រាមន្តអាគមបើទោះបីជាមេងការមិនទាន់បានប្រាប់ច្បាស់អំពីមូលហេតុប៉ុន្តែគេបង្ហើបថាគាត់គឺមានកម្លាំងខ្លាំងឬពិបាកគ្រប់គ្រងដែលធ្វើឲ្យពពួកអន្តិទេពមិនហ៊ានទុកគាត់ឲ្យមានសេរីភាពក្នុងនាមជា Demigod ឬកូនកាត់ព្រះនិងមនុស្សគាត់គឺជាតួអង្គដែលគ្មានភាពស្មោះត្រង់ដាច់ខាតចំពោះភាគីណាមួយឡើយអំណាចនៃអ្នកសម្លាប់នាគឬ Dragon Slayer នៅក្នុងទេវកថា Siegfried បានសម្លាប់នាគដែលមានឈ្មោះថា Fenrir នៅក្នុងពិភព Record of Ragnarok ការដែលមានងារជាអ្នកសម្លាប់នាគមានន័យថារាងកាយអមតៈដោយសារតែការងូតឈាមនាគបានធ្វើឲ្យស្បែករបស់គាត់បានប្រែទៅជារឹងជាងគ្រឿងសឹកទាំងពួងចំណុចខ្សោយដូចជា Achilles ដែលមានចំណុចខ្សោយត្រង់កែងជើង Siegfried ក៏មានចំណុចខ្សោយតូចមួយនៅត្រង់ខ្នងកន្លែងដែលស្លឹកឈើជ្រុះមកបាំងពេលដែលគាត់ងូតឈាមនាគដែលវានៅតែជាសាច់មនុស្សធម្មតានេះប្រហែលជាចំណុចស្លាប់របស់គាត់បើសិនបើគាត់ឡើងប្រកួតទំនាក់ទំនងជាមួយ Brunhilde ទ្រឹស្ដីសម្ងាត់ជាធម្មតា Brunhilde មានចរិតត្រជាក់និងម៉ឺងម៉ាត់ប៉ុន្តែនៅពេលដែលនរណាម្នាក់លើកឈ្មោះ Siegfried មកនិយាយនាងហាក់ដូចជាបាត់បង់ការគ្រប់គ្រងអារម្មណ៍ទ្រឹស្ដីបង្វែងដានអ្នកគាំទ្រមួយចំនួនជឿថា Brunhilde បង្កើតសង្គ្រាម Ragnarok ឡើងមិនមែនគ្រាន់តែដើម្បីសង្គ្រោះមនុស្សជាតិទេប៉ុន្តែជាល្បិចបង្វែងដានដើម្បីលួចដោះលែង Siegfried ចេញពីគុកឬបង្ខំឲ្យពពួកអន្តិទេពធ្វើកិច្ចព្រមព្រៀងដើម្បីដោះលែងគាត់ការព្រមានរបស់ព្រះពុទ្ធបានទៅជួប Siegfried នៅក្នុងគុកហើយសួរថាតើគាត់ឈរនៅខាងមនុស្សឬខាងព្រះ Siegfried បានផ្ដល់ចម្លើយយ៉ាងអាថ៌កំបាំងដែលបង្ហាញថាគាត់អាចនឹងមានផែនការផ្ទាល់ខ្លួនតើគាត់នឹងប្រយុទ្ធដោយរបៀបណាបើសិនបើ Siegfried ចូលរួមការប្រកួតគាត់ប្រហែលជាមិនត្រូវការ Valkyrie ដើម្បីធ្វើ Valhalla នោះទេ
ព្រោះគាត់មានឈាមជ័រជាព្រះរួចជាស្រេចនិងមានអាវុធទិព្វផ្ទាល់ខ្លួនDiagram នៅក្នុងរឿងព្រេងដៃនេះត្រូវបានគេស្លនិងវឹកហាត់ឡើងវិញដែលវាមានកម្លាំងខ្លាំងរហូតដល់អាចពុះដៃទ្រនាប់ជាពីរយ៉ាងងាយអ្នកប្រយុទ្ធទី14ចាត់តាំងពីព្រះពុទ្ធបានបដូរមកជួយខាងមនុស្សជាតិចំនួនអ្នកប្រយុទ្ធបានคล้ายទៅជាមិនស្មើគ្នា Siegfried គឺជាបេក្ខភាពដែលតំណងបំផុតក្នុងការចូលរួមបង្គ្រប់ចំណុចខ្វះខាតនេះឬដើរតួជាមេធំឬ Final Boss តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរតើអ្នកទាំងអស់គ្នាគិតថា Siegfried អាចក្លាយជាអ្នកសង្គ្រោះចុងក្រោយរបស់មនុស្សជាតិឬគាត់អាចក្លាយជាអ្នកក្បត់ដែលយល់ព្រមការប្រយុទ្ធឲ្យខាងពពួកអាទិទេពដើម្បីដោះដូរនូវសេរីភាពរបស់គាត់អ្នកទាំងអស់គ្នាអាចខមមិននៅខាងក្រោមនេះបានហើយនេះគ្រាន់តែជាការសង្ខេបខ្លីៗរបស់តួអង្គ Siegfried នៅក្នុងរឿង Record of Ragnarok ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ